ដើម្បីអភិរក្សនៅបទចម្រៀងនិងសំនៀងរបស់បុព្វបុរសខ្មែរកំព្រៀងអនុស្សាវរីយ៍តែមិនឈឺទេថែមទៀតមកថា100កំព្រៀងក៏បាននិងដើម្បីលើកស្ទួយនៃតម្លៃដូរតន្ត្រីតាមរយៈបទចម្រៀងនិងសំនៀងឯកឆ្ងាយគ្នាអនេកតែក៏មានណាស្មួនឲ្យស្គាល់ពីកិត្យានុភាពនៃអតីតកាលដើម្បីទុកជាកេរមរតកសម្រាប់យុវជនខ្មែរសម័យទំនើបទាំងអស់នេះមាននៅក្នុងកម្មវិធីសម្លេងមាសក្នុងដួងចិត្តដែលមានចាក់ផ្សាយជូនទស្សនាជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីសម្លេងមាសក្នុងដួងចិត្តសូមវិលមកសាជាថ្មីតាមពេលវេលានិងម៉ោងដដែលស្វាគមន៍ស្នាមញញឹមនិងសុភមង្គលរបស់ប្រិយមិត្តតាមរយៈអនុស្សាវរីយ៍នៃខេត្តបាត់ដំបងផ្ទៃមេឃធំទូលាយផែនដីវែងអន្លាយតែហាក់ដូចជាមិនធំមិនឆ្ងាយជាងនិស្ស័យស្នេហ៍យើងឡើយយើងមានវាសនាបានជួបគ្នាក្នុងរយៈចម្ងាយ280គីឡូម៉ែត្រផែនដីពិតជារង្វង់មូលមែនកុំប្រកាន់នឹងបងពេកគ្រាន់តែជាការគួរសមប៉ុណ្ណោះទេបើមើលមនុស្សតែសបកក្រៅហើយវិតម្លៃអំពើល្អរបស់បងប្រកាសជារលាយអាសាបងមិនខានបងជាមនុស្សនិយាយត្រង់កុំខឹងនឹងបងអីវាចាឆ្លើយឆ្លងរវាងកំឡោះភ្នំពេញនិងក្រមុំក្រុងបាត់ដំបងយើងមិនដឹងថាតើវាចាសាសងឌឺដងទាំងអស់នេះថ្ងៃក្រោយនឹងក្លាយទៅជាអនុស្សាវរីយ៍ល្អដែរឬទេយើងគ្មានវាសនាបានដឹងនៅរឿងរ៉ាវជាបន្តទៅទៀតនោះទេព្រោះថារឿងរ៉ាវទាំងអស់នោះវាបានក្លាយទៅជារឿងអតីតទៅហើយដូច្នេះដើម្បីជាការស្វាគមន៍សូមទូរទស្សនិកជនរីករាយស្ដាប់និងទស្សនាតាមរយៈសំនៀងរបស់លោកតាស៊ិនស៊ីសមុទ្រនិងលោកយាយរស់សេរីសុធាតាមរយៈបទក្រមុំបាត់ដំបងដូចតទៅស
គ្រាន់តែពាក្យស្បត់ស្បាយប្រហែលជាមិនសមល្មមនឹងចិត្តបងនោះទេតើបងចង់ឲ្យអូនធ្វើម៉េចទៅបងជឿជាក់មកលើអូនលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីតែបងម្នាក់អូនហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីបញ្ជាក់ពីភក្តីភាពរបស់អូនចំពោះបងឬមួយក៏បងចង់ឲ្យអូនពុះទ្រូងរួមយកថ្លើមប្រមាត់បេះដូងទៅបងជឿជាក់ពីចិត្តស្មោះរបស់អូនចំពោះបងបើស្លាប់អាចបញ្ជាក់ពីភាពស្មោះត្រង់បានមែននោះទុកឲ្យអូនស្លាប់ទៅចុះបើរស់នៅវេទនាចិត្តយ៉ាងនេះនោះមិនខុសពីស្លាប់ទាំងរស់នោះទេដូច្នេះជាបន្តនេះសូមទូរទស្សនិកជនរីករាយស្ដាប់និងទស្សនាតាមរយៈសំនៀងរបស់លោកជីប៉ែនរ៉នមានចំណងជើងថាពុះទ្រូងចាសសូមរីករាយស្ដាប់និងទស្សនាដូចតទៅប្រុងនៅគិតដល់ណាពុះទ្រូងខ្ញុំអស់បើសិនប្រុងមានសង្ស័យខ្ញុំសឹកចិត្តស្អីមុនដៃងសង្សារពុះទ្រូងខ្ញុំទៅទុំខ្ញុំនៅរួងដល់ណាបើប្រងជឿថាខ្ញុំសាវ៉ាជាងកាកៃខ្ញុំខំរក្សាចិន្តាក្រពុំជាទ្រពអោនំក្នុងលោកី